សួស្តីអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺខ្ញុំមានសកម្មភាពខ្លះៗในការដើរលេងរបស់ខ្ញុំពេញមួយថ្ងៃចង់ចែកលេខជូនបងប្អូនទាំងអស់គ្នាថាសម្រាប់ក្នុងមួយថ្ងៃនេះគឺខ្ញុំបានតែញ៉ាំអីនៅកន្លែងណាខ្លះហើយបានទៅលេងនៅកន្លែងណាខ្លះអញ្ចឹងមកជាដំបូងគឺខ្ញុំបានមកចាំមកហាងកាហ្វេមកកន្លែងអ្នកទាំងអស់គ្នាសាតែខ្ញុំមកពីព្រឹកអញ្ចឹងគឺខ្ញុំអត់តាមបានញ៉ាំអីអញ្ចឹងណាអ្នកទាំងអស់គ្នាហើយឥឡូវនេះគឺខ្ញុំចាប់ផ្ដើមកំងអីចាសម្រាប់ពេលព្រឹកគឺខ្ញុំចូលចិត្តញ៉ាំជាមួយនឹងកាហ្វេបងអញ្ចឹងគឺខ្ញុំបានកំងយកជាមួយនឹងអាយកាពូឈីណូសម្រាប់អាយកាពូឈីណូនេះវិញគឺរសជាតិរបស់វាគឺខ្ញុំចូលចិត្តបែបរៀងដិតអញ្ចឹងណាអ្នកទាំងអស់គ្នាសម្រាប់ស្ករគឺគេដាក់នៅខាងក្រៅយើងផ្សេងណាអ្នកទាំងអស់គ្នាគឺយើងអាចដាក់បានតែតាមចំណង់ចំណូលចិត្តរបស់យើងណាទាំងអស់គ្នាតែពីខ្ញុំញ៉ាំហើយគឺខ្ញុំបានចូលមកហាងមកកន្លែងទៀតណាទាំងអស់គ្នាគឺថាកន្លែងគាត់នេះវិញគឺតំណងខ្លាំងមែនតើហ្មងពេលដែលខ្ញុំបានកំង order ហើយអស់ហើយគឺខ្ញុំបានឡើងមកខាងលើសម្រាប់ខាងលើនេះវិញគឺចេញមកគឺបែប relax អីចឹងណាអ្នកទាំងអស់គ្នាខ្ញុំបានកំងបានមកដល់ហើយគឺខ្ញុំបានកំងយកជាមួយនឹងមីស៊ីច្រើនមួយហើយជាមួយនឹងទឹកក្រូចឆ្មាសូដាមួយណាទាំងអស់គ្នាហើយសម្រាប់រសជាតិមីស៊ីឆានេះវិញចាគឺនិយាយទៅគឺចេញមកគឺតំណងខ្លាំងហើយរសជាតិរបស់វាវិញគឺត្រឹមមាត់របស់ខ្ញុំចាគឺអាចទទួលយកបានខ្ញុំធ្លាប់តែញ៉ាំមីធម្មតាអ្នកទាំងអស់គ្នាដល់ពេលមកញ៉ាំមីស៊ីឆានេះម្ដងគឺមានអារម្មណ៍ថាប្លែកដោយសារតែគឺគេមានដាក់ជាមួយនឹងលើភ្លើងនៅខាងក្រោមដាក់ក្តៅអ៊ុនឲ្យយើងថែមទៀតណាទាំងអស់គ្នាមកនៅទាំងអស់គ្នាឥឡូវនេះគឺខ្ញុំបានញ៉ាំឆ្អែតហើយគឺមានអារម្មណ៍ថាឆ្អែតពេញពោះហ្មងហើយគឺមានអារម្មណ៍ថាមានក្តីសុខខ្លាំងញ៉ាំអីហើយខ្ញុំក៏ដែរឆ្លៀតមើលហាងរបស់គេបងហើយសម្រាប់ហាងរបស់គេនេះវិញក៏គេមានកញ្ចក់ធំមួយសម្រាប់បងដែលគាត់ចូលចិត្តថតរូបនៅមុខកញ្ចក់អីណាទាំងអស់គ្នាគឺអាចចាមកថតនៅខាងមុខនេះបានគឺថាស្អាតខ្លាំងមែនតើណាទាំងអស់គ្នាសម្រាប់ដេកគេវិញក៏ស្អាតដែរកន្លែងហ្នឹងបងដែលគាត់ចូលចិត្តថតរូបមានភ្លើងពណ៌បែបខ្ជូតអីចឹងណាទាំងអស់គ្នាអាចទៅថតនៅកន្លែងហ្នឹងបានហើយនៅកន្លែងហ្នឹងក៏គេមានកូនសភៅមួយសម្រាប់យើងចង់ចោះហត្ថលេខាក៏បានចាឬក៏សរសេររូបទុកជាអនុស្សាវរីយ៍នៅនឹងក៏បានដែរទាំងអស់គ្នាពេលចឹងខ្ញុំក៏បានចោះហត្ថលេខាទុកជាអនុស្សាវរីយ៍នៅនឹងកន្លែងហ្នឹងមួយចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នេះឯណាអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយអរគុណច្រើនបាយបាយ